បាទសូមគោរពសម្ដេចទ្រង់បាទឯកឧត្តមលោកស្រីនិយមទៅតាមដានបាទសារព័ត៌មានពិភពថ្មីដើម្បីសង្គមបាទផ្សព្វផ្សាយតែរឿងថ្មីថ្មីនៅក្នុងសង្គមរបស់យើងប្រិយមិត្តជាទីមេត្រីបាទឥឡូវនេះយើងមកមើលវគ្គ2ប្រិយមិត្តបាទវគ្គ2ណាប្រិយមិត្តយើងបាទបងធំបាទបងធំដែលអុកឡុកក្នុងពិធីមង្គលការបាទកន្លងមកហ្នឹងបាទដែលផ្អើលក្នុងបណ្ដាញសង្គម Facebook យកទៅចែកចាយប្រងព្រាតឥឡូវនេះបាទកងរាជអាវុធហត្ថឃាត់ខ្លួនជនសង្ស័យហ្នឹងចំនួន4នាក់បានហើយបាទគាត់បានហើយណាប៉ុន្តែមិនដឹងបាទអ្នកណាខ្លះទៀតទេបាទប្រិយមិត្តយើងប៉ុន្តែបាទគូក៏ដឹងគឺតែ4នាក់នេះទេបាទដែលអុកឡុកនៅក្នុងពិធីបង្គោលការបាទបង្គោលការដែលកន្លងមកហ្នឹងនៅស្រុកកងវិស័យហ្នឹងប្រិយមិត្តអាយទីមេត្រីបាទកងរាជអាវុធហត្ថឃាត់ខ្លួនជនសង្ស័យ4នាក់បាទអុកឡុកក្នុងកម្មវិធីបង្គោលការនៅពេលកន្លងមកបាទនៅស្រុកកងវិស័យបាទករណីបាទវាយតប់ផ្អើលពេញរោងការបាទត្រូវបានអ្នកលេងបណ្ដាញសង្គមចែកចាយយ៉ាងប្រុងប្រៀតពេលនេះត្រូវកងកម្លាំងកងរាជអាវុធហត្ថខេត្តកំពង់ស្ពឺបាទឃាត់ខ្លួនជនសង្ស័យបានហើយបាទខ្ញុំស្រឡាញ់ត្រង់កន្លែងហ្នឹងប្រិយមិត្តជាទីមេត្រីបាទកុំថាឡើយអ្នកឯងធ្វើខុសច្បាប់លើកនេះអ្នកឯងរត់រួចក៏ប៉ុន្តែកុកផ្លិចជុងតែជុងមិនដែលផ្លិចកុកនោះទេប្រិយមិត្តជាទីមេត្រីបាទកុំអាងតែហេតុមង្គលការនោះបងប្អូនអញណាអញចង់ធ្វើមិនក៏បានណាបាទវាមិនដែរយកក្តីអញទេបាទក៏ប៉ុន្តែបាទសំណាញ់ច្បាប់មិនអាចលើកលែងឲ្យទោះជាបងប្អូនក៏ដោយបាទប្រិមិត្តជាទីមេត្រីបាទហើយខ្ញុំបាទក៏សូមអរគុណទៅដែរដល់កងរាជអាវុធហត្ថខេត្តកំពង់ស្ពឺបាទដែលជានិច្ចកាលបាទលោកតែងតែបាទដុតដៃដុតជើងបាទបម្រើប្រជាជនបាទអរគុណមែនតើបាទដូចជាអរគុណមែនតើបាទអញ្ចឹងហើយខ្ញុំសូមផ្ដាំផ្ញើឲ្យផ្ដាំផ្ញើទៀតណាប្រិយមិត្តជាទីមេត្រីបាទយើងមានកម្មវិធីបាទបើសិនជាយើងចំណាយវាអស់រាប់លានណាប្រិយមិត្តចោះគ្រាន់តែស្នើសុំកងកម្លាំងអាវុធហត្ថកងកម្លាំងបាទប៉ុស្តិ៍កងកម្លាំងឃុំដើម្បីឲ្យគាត់មកបាទការពារនៅក្នុងកម្មវិធីនោះបាទខ្ញុំបាទនេះសូមស្នើទៀតណាប្រិយមិត្តបាទពេលដែលមានកម្មវិធីអញ្ចឹងបាទបើសិនជាមានកងកម្លាំងបាទគ្រាន់តែរៀបមានបញ្ហាអញ្ចឹងគាត់ខាត់ខ្លួនទុកបាត់ហើយអញ្ចឹងបានថាស្គប់ហើយបើខ្ញុំធ្លាប់ឃើញអញ្ចឹងប្រិយមិត្តទីមេត្រីបាទគឺខ្ញុំធ្លាប់ឃើញអញ្ចឹងបាទហើយនេះជាវគ្គ2បាទហើយសូមបាទខាងបាទសាលាដំបងបាទសូមបាទមើលទាំង4នាក់នេះក៏សូមដល់ខ្ញុំសូមមែនតើណាมันអាចដាក់ឲ្យយូរឆ្នាំទីទៅបាទព្រោះបាទកម្មវិធីគេមួយទាំងមូលមិនគួរណាមកអុកឡុកណាធ្វើដូចជាអាណាធិបតេយ្យយ៉ាងនេះហើយមើលទៅចាស់ហើយបើកូននឹងកូន2កូន3ហើយប្រិយមិត្តអជាទីមេត្រីយើងបាទហើយខ្ញុំបាទរស់មានយូរហៅអាប្រុសស្អាតនេះក៏សូមគោរពជម្រាបលាបាទសម្ដេចទ្រង់ឯកឧត្តមបាទលោកស្រីនិយមតាមដានបាទទស្សនាបាទเพจពិភពថ្មីដើម្បីសង្គមបាទជួបជាមួយនឹងខ្ញុំបាទរស់មិនយូរបាទហើយក៏សូមអរគុណមែនទែនទៅដល់កងរាជអាវុធហត្ថបាទដែលបានគេហៅថាដុតដៃដុតជើងបាទវែកមុខរកជនល្មើសហ្នឹងមក